បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះបង្ហាញពីការចិញ្ចឹមថែទាំកូនជ្រូកក្រោយពេលដែលកើតកូនរួចបាទថែទាំទាំងមេទាំងកូនអញ្ចឹងគឺទីមួយមេយើងផ្ដល់ចំណីអាហារបានល្អជាពិសេសបបរហើយយើងក៏អាចផ្ដល់កន្ទុកព្រោះវានឹងក្តៅអាចបណ្ដាលឲ្យការចេញទឹកដោះមានខ្សោយចំណុចមួយទៀតគឺកូនត្រូវកន្លែងទ្រុងកុំឲ្យសើមគឺវាបណ្ដាលឲ្យរាកគួរតែចាក់វ៉ាក់សាំងនៅអាយុ7ថ្ងៃហើយ3ថ្ងៃគឺយើងចាក់ជាដែកអាយុ7ថ្ងៃចាក់រាកសផ្លូវដង្ហើមព្រោះកូនជ្រូកងាយនឹងកើតជំងឺផ្លូវដង្ហើមនិងរាកសចំពោះបងប្អូនទាំងគ្នាអឺចិញ្ចឹមកូនជ្រូកហើយជួបប្រទះបញ្ហារាកច្រើនដោយសារតែបងប្អូនទាំងគ្នាបានថែទាំនិងបានធ្វើវ៉ាក់សាំងអញ្ចឹងបងប្អូនទាំងគ្នាត្រូវការជាប្រភេទវ៉ាក់សាំងថ្នាំសង្កូវថ្នាំពៅថ្នាំទម្លាក់សត្វល្អិតដូចជាវ៉ាក់សាំងមានគ្រប់ប្រភេទអស់សម្រាប់ជ្រូកមានក្តាមបោកខ្យល់សារទឹកក៏ដូចជាជាមួយនឹងវ៉ាក់សាំងរាកសបាទអញ្ចឹងបងប្អូនត្រូវការអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើបាទសូមអរគុណបាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះបង្ហាញពីការចិញ្ចឹមថែទាំកូនជ្រូកក្រោយពេលដែលកើតកូនរួចបាទថែទាំទាំងមេទាំងកូនអញ្ចឹងគឺទីមួយមេយើងផ្ដល់ចំណីអាហារបានល្អជាពិសេសបបរហើយយើងក៏អាចផ្ដល់កន្ទុកព្រោះវានឹងក្តៅអាចបណ្ដាលឲ្យការចេញទឹកដោះមានខ្សោយចំណុចមួយទៀតគឺកូនត្រូវកន្លែងទ្រុងកុំឲ្យសើមគឺវាបណ្ដាលឲ្យរាកគួរតែចាក់វ៉ាក់សាំងនៅអាយុ7ថ្ងៃហើយ3ថ្ងៃគឺយើងចាក់ជាដែកអាយុ7ថ្ងៃចាក់រាកសផ្លូវដង្ហើមព្រោះកូនជ្រូកងាយនឹងកើតជំងឺផ្លូវដង្ហើមនិងរាកសចំពោះបងប្អូនទាំងគ្នាចិញ្ចឹមកូនជ្រូកហើយជួបប្រទះបញ្ហារាកច្រើនដោយសារតែបងប្អូនទាំងគ្នាបានថែទាំនិងបានធ្វើវ៉ាក់សាំងអញ្ចឹងបងប្អូនទាំងគ្នាត្រូវការជាប្រភេទវ៉ាក់សាំងថ្នាំសង្កូវថ្នាំពៅថ្នាំទម្លាក់សត្វល្អិតដូចជាវ៉ាក់សាំងមានគ្រប់ប្រភេទអស់សម្រាប់ជ្រូកមានក្តាមបោកខ្យល់សារទឹកក៏ដូចជាជាមួយនឹងវ៉ាក់សាំងរាកសបាទអញ្ចឹងបងប្អូនត្រូវការអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើបាទសូមអរគុណ